ទឹកភ្នែកកសិករខ្មែរជួលដីពីសង្គមគិច្ចដាំម្នាស់និងដំឡូងមិនទាន់ប្រមូលផលផងស្រាប់តែម្ចាស់យកគ្រឿងចាក់ឈូសឆាយកំទេចគ្មានសល់សែនអសរទឹកភ្នែករបស់កសិករខ្មែរខំប្រឹងខ្ចីបុលចងការប្រាក់គេដើម្បីយកលុយបាត់ដាក់ទុនជួលដីធ្វើចំការបង្កបង្កើនផលដាំម្នាស់និងដំឡូងប៉ុន្តែត្រូវខាត់បង់ទាំងលុយថ្លៃជួលដីចំណែកឯដំណាំប្រឹងដាំដុះបែរជាម្ចាស់ដីយកគ្រឿងចាក់មកឈូសឆាយកាយកំទេចចោលគ្មានសល់ទាំងដែលមិនទាន់បានប្រមូលផលផងនោះប្រជាកសិករអះអាងថាដីដែលដាំដុះទាំងនេះពួកគាត់បានជួលពីមន្ត្រីមូលដ្ឋានក្នុងស្រុកកោះក្រឡខេត្តបាត់ដំបងតើទង្វើបំផ្លាញដំណាំរបស់ពលរដ្ឋដែលបណ្ដាលឲ្យមានការខាត់បង់ទាំងនេះធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយរបស់រដ្ឋាភិបាលដែរឬទេក្នុងការកាត់បន្ថយភាពក្រីក្រនិងការធ្វើចំណាក់ស្រុកនោះប្រជាកសិករបានអះអាងបញ្ជាក់ថាពួកគាត់ខ្លះបានជួលដីដាំដំណាំនេះដោយមានទាំងកិច្ចសន្យារវាងម្ចាស់ដីនិងអ្នកដែលជួលដីបន្ថែមទៀតក្នុងរយៈពេល2ឆ្នាំនិង3ឆ្នាំដោយធ្វើការបង់ប្រាក់ឈ្នួលជារៀងរាល់ឆ្នាំទៅកាន់ម្ចាស់ដីចំណុចនេះហើយទើបធ្វើឲ្យពួកគាត់ដែលជាបរិវត្តស្លុតត្រង់មានជំនឿទុកចិត្តសម្រាប់ជួលដីពីមន្ត្រីមូលដ្ឋានធ្វើការដាំនៅដំណាំម្នាស់និងដំឡូងដើម្បីរកប្រាក់ចំណូលចិញ្ចឹមក្រពះផ្គត់ផ្គង់ជីវភាពគ្រួសារកូនបានរៀនសូត្រនឹងគេប៉ុន្តែជួបរឿងហួសចិត្តនិងនឹកស្មានមិនដល់លុយក៏បង់ដំណាំក៏បាត់ព្រោះតែម្ចាស់ដីយកគ្រឿងចាក់មកឈូសឆាយកំទេចចោលគ្មានសល់ខណៈដែលដំណាំកំពុងតែផ្លែផ្កាចិត្តបានប្រមូលផលទៅហើយនោះហេតុការណ៍នេះបានកើតឡើងនៅក្នុងកំឡុងខែកក្កដាឆ្នាំ2026ស្ថិតនៅក្នុងឃុំឆ្នាលមាន់ស្រុកកោះក្រឡខេត្តបាត់ដំបងប្រជាកសិករលើកឡើងថាតើឲ្យពួកគាត់ពលរដ្ឋរំពឹងអ្វីទៀតពួកគាត់បានខាត់បង់លុយកាក់ចំណាយលើការភ្ជួររាស់ប្រេងសាំងទិញពូជជួលកម្លាំងពលកម្មនិងពេលវេលាថែទាំទម្រាំតែទទួលបានផលផ្លែផ្កាចិត្តនិងប្រមូលផលនេះមិនងាយស្រួលនោះឡើយចុះហេតុអ្វីបានជាម្ចាស់ដីគ្មានធម៌មេត្តាសោះបើឈប់ជួលដីឲ្យពួកគាត់ធ្វើបន្តទៀតហេតុអ្វីក៏មិនទុកពេលវេលាឲ្យគាត់ប្រមូលផលសិនទៅបែរជាមកឈូសឆាយកំទេចចោលបែបនេះតើការខាត់បងនេះអ្នកណាជាអ្នកទទួលខុសត្រូវលោកអ៊ុនវិតដែលជាមេឃុំសំរោងបានប្រាប់ MHJ TV នៅថ្ងៃទី18ខែសីហានេះឲ្យដឹងថាពេលដែលមានបញ្ហាទៅលោកដឹងចំពោះរូបលោកផ្ទាល់យល់ឃើញថាការដែលមកឈូសឆាយនៅផលដំណាំរបស់ប្រជាពលរដ្ឋបែបនេះមិនសមហេតុផលទាល់តែសោះព្រោះប្រជាពលរដ្ឋបានជួលហើយពលរដ្ឋខ្លះមានទាំងកិច្ចព្រមព្រៀងជួលអ្នកខ្លះ1ឆ្នាំនិងខ្លះទៀត3ឆ្នាំក្រោយមកម្ចាស់ដីក៏ឈប់ជួលវិញប៉ុន្តែបងប្អូនពលរដ្ឋបានដាំដុះជ្រុលទៅហើយលោកមិនដឹងធ្វើយ៉ាងម៉េចនោះទេព្រោះដីនេះជារបស់សង្គមគិច្ចភូមិឃុំបានត្រឹមតែដឹងឮប៉ុណ្ណោះចំណាត់ការថ្នាក់លើយ៉ាងណានោះលោកក៏មិនដឹងដែរហើយការដែលចុះមកឈូសឆាយនេះមិនបានជូនដំណឹងច្បាស់លាស់អំពីចំណុចជាក់ស្ដែងនោះទេស្រាប់តែសោរយកដីចុះមកចុចរួចក៏ឈូសបំផ្លាញដំណាំពលរដ្ឋជួលដីនេះតែម្ដងបើលោកដឹងលោកនឹងធ្វើការស្នើសុំដើម្បីពន្យាពេលរហូតដល់បងប្អូនប្រជាពលរដ្ឋប្រមូលផលរួចរាល់សិនចំណែកឯលោកនងនឿនដែលជាមេឃុំឆ្នាលមាន់បានប្រាប់ MHJ TV ឲ្យដឹងថាសកម្មភាពឈូសឆាយបំផ្លាញដំណាំពលរដ្ឋជួលដីដាំដំណាំនេះវាដូចជាជ្រុលហួសហេតុបន្តិចហើយណាមួយគេហាមរូបលោក2ឆ្នាំមកហើយមិនឲ្យលុកដៃនោះឡើយគេក៏បានហាមមិនឲ្យពលរដ្ឋចូលធ្វើដែរក៏ប៉ុន្តែបងប្អូនប្រជាពលរដ្ឋនៅតែចូលដាំដុះហើយក៏មិនបានជូនដំណឹងមកឃុំនោះទេរហូតដល់ពេលម្ចាស់ដីមកឈូសបំផ្លាញចោលទៅប្រជាពលរដ្ឋប្រាប់ឃុំគាត់អាណិតប្រជាពលរដ្ឋដែលបានជួលដីដាំដុះនេះដែរដោយអ្នកខ្លះពីការភ្នែកទាំងសងខាងទៀតក៏មានដែរលោកមេឃុំបានបញ្ជាក់បន្ថែមថាកន្លងមកដីនេះជួលឲ្យប្រជាពលរដ្ឋរយៈពេល3ឆ្នាំប៉ុន្តែក្រោយមកក៏មានការប្រែប្រួលឲ្យធ្វើតែ1ឆ្នាំទេព្រោះសកម្មភាពមានការប្រែប្រួលធ្វើបានតែ1ឆ្នាំហើយការដែលឈូសឆាយដំណាំពលរដ្ឋនេះគេមិនបានជូនដំណឹងមកកាន់ឃុំនោះទេកាលពេលដែលប្រជុំគេបានហាមឃុំហាមមិនឲ្យលូកដៃនៅក្នុងរឿងដីនេះជាចុងក្រោយប្រជាពលរដ្ឋដែលជាកសិករអំពាវនាវស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចនិងថ្នាក់ដឹកនាំមេត្តាចោះជួយពិនិត្យនិងស្វែងរកដំណោះស្រាយដោយយុត្តិធម៌ជូនចំពោះពួកគាត់ដើម្បីជួយសម្រួលដល់ការលំបាកនិងជីវភាពខ្ញុំជួនអគ្រី MHJ TV ចាប់ផ្ដើមថ្ងៃថ្មីរបស់លោកអ្នកជាមួយនឹងទឹកពិសាសុខភាពអេយ៉ុងជប៉ុននេះគឺជាការធ្វើតេស្តឈាមរវាង10នាទីក្រោយងើបពីដំណេកពិសាកាហ្វេពិសាទឹកធម្មតានិងទឹកពិសាសុខភាពអេយ៉ុងជប៉ុនចរន្តឈាមក្រោយពីការពិសាទឹកសុខភាពអេយ៉ុងជប៉ុនមានដំណើរការរលូននិងគ្មានភាពស្អិតជាប់គ្នាឡើយទឹកបរិសុទ្ធអាល់កាឡាំងផលិតចេញពីបច្ចេកវិទ្យាប្រទេសជប៉ុនជួយបំពេញជាតិទឹកដល់រាងកាយគ្រប់គ្រាន់ល្អសម្រាប់សុខភាពគ្រួសាររបស់លោកអ្នកបរិភោគទឹកល្អទទួលបានសុខភាពល្អ